ច្ចុប្បន្ននេះយើងឃើញមានហើយឧទាហរណ៍ជាក់ស្ដែងក្រុមហ៊ុន Ford នេះដែលដំបូងចាប់ផ្ដើមបញ្យោទាំងអស់ពីក្រៅឥឡូវយើងចាប់ផ្ដើមផលិតនៅក្នុងមួយចំនួនក្រុមហ៊ុនថ្ងៃមុនខ្ញុំទៅមើល Honda ផលិតម៉ូតូមិនត្រឹមតែពីដំបូងដូចគ្នាគឺយកពីក្រៅមកទាំងអស់យកមកផ្គុំលក់ឥឡូវផលិតធាតុផ្គុំរបស់ខ្លួនកាន់តែច្រើនហើយធាតុផ្គុំខ្លះគឺផលិតហើយលក់ទៅក្រៅវិញទៀតបាទនេះហើយគឺជាអ្វីដែលកម្ពុជាគឺខ្សែចង្វាក់ផលិតកម្មពាក្យតែខ្សែចង្វាក់ផលិតកម្មគ្រប់ចង្វាក់គ្រប់ជំហាននៃការផលិតកម្មសិតតែជាឱកាសនៃការវិនិយោគមិនមែនបានតែផលិតរថយន្តតលតែចេញជារថយន្តអានឹងគេហៅ business ផលិតរថយន្តទេផលិតតែខ្ចៅខ្យងនឹងក៏ជា business មួយដែរផលិតតែពូកតែកម្មែលជើងក៏ជាមួយដែរអញ្ចឹងខ្ញុំសូមឲ្យក្រុមហ៊ុន Ford ព្យាយាមចាប់រកដៃគូនៅក្នុងប្រទេសហើយគោលនយោបាយរបស់យើងក៏អាចគិតថ្ងៃមុនទៅរោងចក្រ Toyota ខ្ញុំបានគិតបានធ្លាប់និយាយម្ដងថាបើយើងឲ្យក្រុមហ៊ុនរថយន្តគាត់បានការលើកទឹកចិត្តនឹងតើយើងអាចគិតពីខ្សែចង្វាក់ហ្នឹងទេអ្នកដែលផលិតនៅក្នុងខ្សែចង្វាក់ទាំងមូលហ្នឹងអាចគិតពីការអនុគ្រោះកម្រិតដែរទេដើម្បីយើងជំរុញបុគ្គលដៅដើម្បីផលិតឲ្យមានលទ្ធភាពភាគច្រើននៅក្នុងស្រុកដើម្បីធានាទី1ធ្វើពិពិធកម្មនៃការផលិតកម្មបើធ្វើឡានមួយយើងយកតែរថយន្តយកតែគ្រឿងបង្គុំមកយើងផលិតតឡានទេតែបើក្នុងផ្នែកនេះយើងអាចផលិតទាំងពូកទាំងកៅអីទាំងគ្រឿងបង្គុំអគ្គិសនីនៅក្នុងស្រុកបានន័យថាឡានមួយនេះយើងធ្វើពិពិធកម្មច្រើនមុខទៅហើយទី2ធ្វើឲ្យកម្ពុជាគេថាមានភាពធន់បានន័យថាម៉េចបើសិនជាខ្សែចង្វាក់ផលិតកម្មឬគ្រឿងបង្គុំនៅបើយើងកាន់តែថានៅក្នុងស្រុកមានកាន់តែច្រើនបើយើងពឹងការនាំចូលកាន់តែឆ្ងាយកាន់តែតិចទៅអញ្ចឹងអាការនាំចូលនេះអានាំពីក្រៅមកវាមានហានិភ័យច្រើនបើសិនជាព្យុះនៅប្រទេសដែលផលិតនឹងគឺយើងស្ទះខ្ញុំកាលមុនប្រើ Avigo ហើយខ្ញុំចង់ upgrade ទៅ Fortuner ដោយសារវាមានកបាំងក្រោយកំង2ឆ្នាំជាងអត់ចេញរោងចក្រផលិតនៅថៃទេប៉ុន្តែផ្នែកមួយចំនួននៅផលិតនៅជប៉ុនប៉ុន្តែផ្នែកមួយចំនួនគាំងនៅថៃដោយសារថៃទឹកជំនន់ដល់អញ្ចឹងឡានផ្គុំអត់ចេញដោយសារពឹងការធាតុចូលពីខាងក្រៅទី2បើសិនជាការឡើងចុះឬមួយបញ្ហាពាក់ព័ន្ធទៅនឹងពាណិជ្ជកម្មឬមួយអីតម្លៃនៃការដឹកជញ្ជូនអីបើយើងផលិតនៅក្នុងកាន់តែច្រើនយើងអាចធានាការផលិតរថយន្តក្នុងស្រុកអត់ថ្លៃបើសិនជាយើងពឹងនៅខាងក្រៅច្រើនទោះបីជាក្នុងស្រុកយើងឲ្យរួចពន្ធក៏ដោយតែបើអាគ្រឿងបង្គុំដឹកមកវាថ្លៃកាន់តែថ្លៃឡានក៏ឡើងថ្លៃដែរអញ្ចឹងនេះហើយគឺជាការខិតខំប៉ុន្តែអ្វីដែលសំខាន់គឺការបង្កើតឱកាសជំនាញការងារនិងជំនាញដល់កូនចៅប្រជាពលរដ្ឋរបស់យើងហើយនេះគឺជាអ្វីដែលយើងចង់បានភាពធន់និងធនធានមនុស្សរយៈពេលវែងក្រុមហ៊ុន Ford មកបើកនៅទីនេះលោកវិទ្យាក្រាស់មិនបានដឹកអ្នកជំនាញកម្មករជំនាញពីអាមេរិកមកទាំងអស់ទេគឺយកពីបងប្អូនរបស់យើងនៅខេត្តពោធិ៍សាត់ខ្ញុំចាំមកដំបូងគឺមានបរិញ្ញានៅសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈរបស់ក្រសួងការងារចំនួនហើយចេញមកធ្វើការឥឡូវគាត់កាន់តែទំនើបខ្សែចង្វាក់បន្ថែមជំនាញរបស់គាត់មាននេះហើយដែលយើងកាន់មានតែច្រើនថ្ងៃក្រោយអាចបំរើទៅដល់ឧស្សាហកម្មផ្សេងឬមួយអាចធ្វើអីបានផ្សេងទៀតនេះគឺជាការធានានិរន្តរភាពនៃការវិនិយោគរយៈពេលវែងឥឡូវក្រុមហ៊ុនផលិតរថយន្តរបស់យើងដូចមាន7ហើយអាដាមជាវិធីយើងមានប្រមាណនៅទីនេះបាទយើងមាន9រោងចក្រតម្លើងរថយន្តបាទនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមាន6នៅខាងក្រៅមាន3អញ្ចឹងបងប្អូនណាកម្ពុជាយល់ថាកម្ពុជាជាប្រទេសតែកសិកម្មនោះសូមចាប់អារម្មណ៍ថាយើងមានរោងចក្រផលិតឡាន9បាទឡានមែនទែនមិនមែនឡានជួរទេមានរ៉ូបូមានគ្រឿងបច្ចេកទេសទំនើប
ហើយបញ្ជាដោយកូនខ្មែររាប់ពាន់អ្នកបើបូកទាំង9ទឹកទៅនេះគឺជាសមត្ថភាពជាក់ស្ដែងដែលយើងពីមុនធ្លាប់តែនាំទឹកក្រូចមកកំប៉ុងក៏នាំពីក្រៅឥឡូវយើងមានលទ្ធភាពរហូតទៅដល់ផលិតរថយន្តនៅក្នុងប្រទេសដើម្បីបម្រើទីផ្សារខាងក្នុងហើយទៅខាងមុខអាចមានលទ្ធភាពប្រគំនាំចេញអាចមានលទ្ធភាពខ្ញុំនិយាយអាចមានលទ្ធភាពបាទហើយសំខាន់មានតែម made in Cambodia មិនមែនមានតែខោអាវទេគឺមានទាំងឡានដាក់ VIN number Cambodia ទៀតនេះជាមោទនភាពរបស់កម្ពុជាដើរជំហានគីង្គក់តែយើងលោតទៅមុខតក់ពេញបំពង់កុំអាលមើងងាយអាតក់ពេញបំពង់នេះហើយគឺជាអ្វីដែលយើងត្រូវរក្សាស្ថិរភាពទាំងសុខសន្តិភាពទាំងសន្តិសុខបូកជាមួយនឹងគោលនយោបាយរបស់រដ្ឋាភិបាលព្រោះបើសិនជាអត់មានស្ថិរភាពនៃគោលនយោបាយរបស់រដ្ឋាភិបាលក៏បញ្ហាដែរបាទបើសិនជាបន្តិចដូរគឺមិនដឹងពីណាធ្វើអីបាទម្ដងថាវិស័យឯកជន 100% បរទេសអាចមាន 100% stake 100% ដោយឥឡូវស្រាប់តែពីណាឡើងមកថាអត់ទេឲ្យតែ 50% ត្រូវតែលក់ 50 ទៀតទៅឲ្យរដ្ឋឬមួយក៏អ្នកក្នុងស្រុកបាទស្រាប់តែអ្នកមកទៀតថាអត់ទេក្រុមហ៊ុនផលិតរថយន្តនឹងត្រូវតែមករដ្ឋ 100% អានឹងជាប់បាត់ហើយតែកម្ពុជាធានាបានស្ថិរភាពទាំងអស់ទាំងម៉ាក្រូសេដ្ឋកិច្ចទាំងគោលនយោបាយទាំងសុខសន្តិភាពស្ថិរភាពបូកជាមួយនឹងការវិនិយោគការការពារការវិនិយោគនេះគឺស្ថិរភាពដែលក្រុមហ៊ុនវិនិយោគបរទេសចាប់អារម្មណ៍ហើយជាពិសេសក្រុមហ៊ុន AMA ដែលពង្រីកចង្វាក់ផលិតកម្មនេះគឺប្រកាសជាវាយតម្លៃរួចទៅហើយក្រុមហ៊ុនយក្សមួយគេមិនមែនធ្វើការព្រាវទេគេមិនមែនធ្វើការតាមអារម្មណ៍ទេបើគេមិនធ្វើការ forecast ការព្យាករណ៍10-20 ឆ្នាំនោះទេគេមិនតម្លើងទេបាទអញ្ចឹងបានន័យថាក្រុមហ៊ុន Ford ប្រកាសជាធានាមើលកត្តានៅទីនេះអាចធានានៅក្នុងការផលិតនេះហើយបានជាសម្រាប់វិនិយោគបន្ថែមហើយខ្ញុំសូមអរគុណណាស់លោកវិទ្យក្រាស់ដែលសម្រាប់ចិត្តពង្រីកខ្សែចង្វាក់ផលិតកម្មនៅកម្ពុជាខ្ញុំមកពីម្ដងកាន់តារីកនេះហើយគឺជាអ្វីដែលជប់ចង់បានហើយយកចង់ឃើញហើយហៅខ្ញុំទៅសម្ពោធចុះខ្ញុំអត់ហត់ទេឲ្យតែសម្ពោធសមិទ្ធផលថ្មីតែបើហៅសម្ពោធសមិទ្ធផលដដែលហើយអត់រីកខ្ញុំអត់ទៅទេគ្រាន់តែយកនិមិត្តរូបជាភូតគេអត់ទេតែបើរីកដើរទៅមុខគឺយើងទៅហើយថ្ងៃនេះគឺរីកដើរទៅមុខមែនទោះបីជាយើងរីកពី160ទៅ400ពីផលិតរថយន្តប្រមាណ100គ្រឿងទៅចូល1000គ្រឿងយើងអាចនិយាយបានថាគឺជាការវត្តគេថាចូលរួមអបអរទៅវឌ្ឍនភាពរបស់ជាតិរបស់យើងរបស់អ្នកខេត្តពោធិ៍សាត់របស់អ្នកស្រុកកកូររបស់យើងហើយខ្ញុំសង្ឃឹមថាស្រុកកកូរនឹងកាន់តែរីកចម្រើនបន្តទៅទៀតបាទហើយមិនថែមតែស្រុកកកូរទេខេត្តពោធិ៍សាត់ដោយសាររដ្ឋបានធ្វើច្រើនណាស់ដើម្បីឲ្យខេត្តពោធិ៍សាត់ខេត្តកំពង់ឆ្នាំងខេត្តទាំងអស់មានសក្តានុពលទី1មុនគេគឺសុខសន្តិភាពទាំងហើយខេត្តពោធិ៍សាត់ជាតំបន់វាយគ្នាថ្មដាតំបន់អីតំបន់ចិនយមនឹងបាទគ្រាន់តែចិនយមនឹងក៏ពាក្យនឹងមិនដឹងថាបកមកពីអីអាយដាមបាទមេជាការកងពល14ប្រហែលជាអាចដឹងបាទពាក្យនឹងចិនយមឬចេញយមអ្នកខ្លះថាចិនយមអ្នកខ្លះថាចេញយមបាទថាផ្លូវនឹងលំបាកណាស់ពីមុនដល់ចេញទៅយមព្រោះផ្លូវចោតក្លាប់អ្នកខ្លះថាមានអ្នកដំណើរចិនមកដល់នឹងចេញទៅយមខ្ញុំមិនដឹងទេតែឥឡូវលែងយមហើយព្រោះផ្លូវទៅដល់ថ្មដាបាទព្រោះថ្ងៃមុនខ្ញុំមក2ដងមកម្ដងផ្លូវផ្លូវ55ធ្វើមិនទាន់ដល់យើងជិះឡើងកាត់ភ្នំតាមចលងខ្ពស់ដល់ពេលទៅលើក្រោយជិះភ្លេចផ្លូវអលងពេកទៅដល់ខ្ញុំមកលើកមុនខ្ញុំចាំបងប្អូនណាមានពាក់អាកងដៃគេរាប់ជំហានណាខ្ញុំពាក់អា Fitbit របស់អាមេរិកឲ្យតែយើងដើរមួយជំហានគេរាប់ចឹងមួយថ្ងៃបាន10000ជំហានគេបាញ់គេជ្រួចមួយខ្ញុំធ្វើដំណើរទៅថ្មដាពេលមិនទាន់ធ្វើហើយជិះទៅដល់កន្លែងដូចកន្លែងស្អីដែលជើងគោកយើងមានអភិវឌ្ឍកងទ័ពជើងគោកមានតំបន់អភិវឌ្ឍស្អីគេតាមផ្លូវ
ដឹកចិនយំហ្នឹងចុះដុតធូបនៅកន្លែងសក្ការៈមួយស្រាប់តាកជ្រួចបាញ់គេថាខ្ញុំដើរបាន10000ជំហានហើយសូមអបអរសាទរតាមពិតយើងជិះឡានអាលាក់សោះយើងជិះឡានអាលាក់ទៅយើងជិះឡានអាលាក់ចឹងវារាប់10000ជំហានបាញ់កជ្រួចខ្ញុំថាចឹងសុំបីតែពេលនោះរាប់ចាហ៊ាននឹងក៏វិញដែរតែឥឡូវផ្លូវលោកយើងវិនិយោគផ្លូវ55យើងធ្វើផ្លូវជាតិលេខ10ចិត្តហើយថ្ងៃមុនឃើញគេទៅថតប្រហោះអាស្ពានខ្ពស់ជាងគេដើម្បីភ្ជាប់កោះកុងកាត់មកវាលវែងឡើងទៅសំឡូតហើយចាក់ផ្លូវ57ហ្នឹងឡើងទៅ57ឡើងទៅប៉ៃលិនឡើងទៅប៉ោយប៉ែតយើងរៀបផ្លូវដែកខ្សែខាងជើងយើងពីប៉ោយប៉ែតមកហើយខ្ញុំបានឲ្យសិក្សាគិតគូរឲ្យដំកែវរតនៈហើយមិញលោកវិទ្យក្រាស់ក៏បាននិយាយអំពីការសិក្សាអំពីការតភ្ជាប់ផ្លូវដែកខ្នែងមកពីតំបន់សេដ្ឋកិច្ចពិសេសនេះទៅជាប់ផ្លូវដែកដើម្បីយើងដឹកទៅខេត្តបរសៀននោះឬមួយក៏ទៅប៉ោយប៉ែតអញ្ចឹងខេត្តពោធិ៍សាត់សក្តានុពលធំដែរតែសក្តានុពលនេះអាចធានាបានដោយសារទី1ឈប់វាយគ្នាស្ថិរភាពទី2ហេដ្ឋារចនាសម្ព័ន្ធដែលរដ្ឋបានកសាងមកដើម្បីអីមិនមែនធ្វើចោលផ្លូវក្នុងព្រៃទេដើម្បីភ្ជាប់សក្តានុពលនៃខេត្តអញ្ចឹងអ្នកទៅពីពោធិ៍សាត់ទៅថ្ងៃក្រោយមិនបាច់ចាំទៅភ្នំពេញទៅពោធិ៍សាត់ច្រឡំអ្នកទៅកោះកុងឬមួយទៅខេត្តបរសៀននោះថ្ងៃក្រោយមានជំរឿសមិនចាំបាច់ទៅតាមផ្លូវជាតិលេខ5រហូតដល់ភ្នំពេញហើយចាក់ទៅផ្លូវជាតិលេខ4ទៅខេត្តបរសៀននោះទេអាចទៅផ្លូវជាតិលេខ10ឡើងទៅកោះកុងចាក់ទៅផ្លូវ48ឈានទៅដល់អញ្ចឹងការដឹកជញ្ជូនដូចគ្នាខេត្តបរសៀននោះមានកំពង់ផែខេត្តកោះកុងក៏មានគម្រោងផែទឹកជ្រៅប៉ោយប៉ែតតិចទៀតយើងបើកច្រកបានណងអៀនជាមួយស្ទឹងបត់ជាមួយថៃច្រកអន្តរជាតិទៀតប៉ៃលិនកាន់តែច្រើនអញ្ចឹងទាំងអស់នេះនឹងធានាបានថាការធ្វើឲ្យខេត្តពោធិ៍សាត់និងខេត្តជាប់នៅទីនេះដែលគេហៅថាខេត្តពោធិ៍សាត់ដោយខេត្តពោធិ៍សាត់កំពង់ឆ្នាំងជាខេត្តដែលទៅហួសមកទៅហួសលែងទៅហួសទៀតហើយគឺជាខេត្តដែលសម្បូរទៅដោយឧស្សាហកម្មសម្បូរទៅដោយកន្លែងទេសចរនិងកន្លែងដែលមើលច្រើនមកធ្វើការនៅទីនេះនឹងជាកន្លែងបង្កើតនៅមូលដ្ឋានការងារសម្រាប់ប្រជាពលរដ្ឋរាប់ម៉ឺនរាប់សែននាក់ទៅថ្ងៃក្រោយនេះគឺជាអ្វីដែលយើងធ្វើនេះគឺជាការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលនិងការធ្វើការដោយមានផែនការច្បាស់លាស់តាមរយៈពេលវែងយើងមិនអាចធ្វើអីតាមការនឹកឃើញមួយផ្លេតនោះទេហើយយើងមិនអាចធ្វើអីតែមួយជ្រុងនោះទេយើងប្រតិកលាទាំងអស់អញ្ចឹងខ្ញុំសូមឲ្យខេត្តពោធិ៍សាត់របស់យើងជាពិសេសឯកឧត្តមអភិបាលខេត្តកម្លាំងសមត្ថកិច្ចក្នុងខេត្តទាំងអស់យកចិត្តទុកដាក់ធ្វើយ៉ាងណាធានាខេត្តយើងទៅជាខេត្តដែលមានកេរ្តិ៍ឈ្មោះល្អនៅក្នុងការថែរក្សាស្ថិរភាពនិងទាក់ទាញវិនិយោគមកធ្វើល្អនៅទីនេះរាល់បញ្ហាអីត្រូវបានដោះស្រាយជាប់ជាប្រចាំដើម្បីយើងធានាយ៉ាងណាឲ្យខេត្តនេះទៅជាខេត្តដែលទាក់ទាញច្រើនសម្រាប់វិនិយោគក្នុងស្រុកនិងក្រៅស្រុកដើម្បីទាញផលពីក្រៅយកមកឲ្យអ្នកពោធិ៍សាត់និងប្រជាជនកម្ពុជាមកធ្វើការនៅខេត្តពោធិ៍សាត់នេះគឺជាកិច្ចការជាក់ស្ដែងវាមិនខុសពីខេត្តមួយចំនួនដូចខេត្តកំពង់ស្ពឺដែលពីមុនឯកឧត្តមវ័យសំណាងគេតែងថាលាក់កងជើងស្អីដោយសារក្រីក្រអត់មានកន្លែងអត់មានផ្លូវតភ្ជាប់ជាតំបន់សង្គ្រាមនៅអរ៉ាល់នៅអីទៅឥឡូវតភ្ជាប់ជាតំបន់ដែលឧស្សាហកម្មធំដោយសារមានផ្លូវតភ្ជាប់ច្រើនផ្លូវ44ទៅដល់អរ៉ាល់ឥឡូវផ្លូវធ្វើពីអរ៉ាល់មកកោះកុងទៀតអង្គញាលីងផាត់នឹងគ្រោងធ្វើក្នុងពេលឆាប់ផ្លូវពីនោះចាក់ទៅដល់គិរីរម្យផ្លូវចាក់មកព្រំពេញមកផ្លូវជាតិលេខ5ដោយសារផ្លូវភ្ជាប់ច្រើននឹងហើយបានជាខេត្តកំពង់ស្ពឺបានរីកប៉ុន្តែទីតាំងនៅជិតខេត្តបរសៀននោះអីផងដែរប៉ុន្តែកាលមុនរីកតែជិតផ្លូវទេរីកតែជិតផ្លូវជាតិលេខ4ទេឥ
តំបន់អរ៉ាល់អីគ្មានទេតែដោយសារយើងធ្វើផ្លូវតភ្ជាប់នឹងបង្កើនលក្ខខណ្ឌវិទ្យុទេគឺមានជាច្រើនទៅដល់ទីនោះអញ្ចឹងខ្ញុំជឿថាខេត្តពោធិ៍សាត់ក៏ដូចគ្នាដែរហើយខេត្តពោធិ៍សាត់មានលក្ខណៈអំណោយផលមួយចំនួនជាពិសេសនៅតំបន់មួយចំនួនដូចនៅតំបន់វាលវែងតំបន់អីនេះសិតតែជាតំបន់ Eco Tourism ល្អបាទនៅវាលវែងនៅប្រម៉ោយទៅអីមើលរឿងសុខសន្តិសុខរឿងអីឲ្យល្អកាលមុនមានបញ្ហារឿងទន្ទ្រានដីធ្លីអីសូមគ្រប់គ្រងឲ្យបានល្អដើម្បីកុំឲ្យមានទំនាស់ចុះបញ្ជីក្បាលដីឲ្យយើងធ្វើយ៉ាងណាដើម្បីដោះស្រាយឲ្យចប់ទៅហើយធានាបានព្រោះតែកម្មសិទ្ធិដីធ្លីអត់មានគឺថាអត់ច្បាស់លាស់គ្មានពីណាទៅវិនិយោគទេបើដាក់ទុនហើយស្រាប់តែទៅដល់ត្រូវការឈឺក្បាលនៅរឿងនេះអត់ទេគ្រប់គ្រងឲ្យជាប់រឿងការអក្រិតកម្មផ្សេងទៅគ្រប់គ្រងឲ្យជាប់ឧត្តមស្នងការនៅទីនេះប្រធានអាវុធហត្ថនៅទីនេះយោធាខេត្តនៅទីនេះបាទសូមយកចិត្តទុកដាក់ទៅលើកិច្ចការនេះបាទយើងធ្វើយ៉ាងណាដើម្បីធានាខេត្តរបស់យើងគឺជាខេត្តមួយដែលល្អគឺជាខេត្តមួយដែលធ្លាប់តែជាអតីតសង្គ្រាមទៅជាខេត្តដែលមានសក្តានុពលទាំងឧស្សាហកម្មទាំងកម្មអនុស្សាវរីយ៍ទាំងទេសចរគ្រប់សក្តានុពលដើម្បីយើងអភិវឌ្ឍប្រទេសរបស់យើងហើយជាពិសេសអភិវឌ្ឍខេត្តរបស់យើងច្រើនអញ្ចឹងខ្ញុំសូមចូលរួមប្រប៉ុណ្ណេះជាមួយនឹងការលើកទឹកចិត្តចំពោះការលើកទឹកចិត្តលោកវិទ្យាក្រាស់បានលើកហើយបាទគាត់លើកគាត់និយាយចំគាត់ខ្លាចថាកាយឲ្យការកោការលើកទឹកចិត្តទៅដល់អ្នកថ្មីអ្នកចាស់អត់យើងធ្វើការដើម្បីធានានៅភាពស្មើគ្នាការដោះស្រាយជាជំហាននៅក្នុងលក្ខណៈយើងនឹងគិតគូរដូចខ្ញុំនិយាយចឹងបើហៅអ្នកថ្មីមកឲ្យអ្នកចាស់អន់ចិត្តរត់អត់កើតទេបាទព្រោះដូចខ្ញុំនិយាយចឹងទៅតាក់មួយគេខ្ញុំឡើងនិយាយមីក្រូមិនក៏ដោយគេប្រកាសជាទៅសួរអ្នកដែលមកវិនិយោគនៅស្រុកខ្មែរហើយគេប្រកាសជាមកមើលឲ្យក្រុមហ៊ុនធំអ្នកដែលមកវិនិយោគនឹងរីកអត់អញ្ចឹងបានខ្ញុំសូមឲ្យពិនិត្យមើលរឿងចំនួនក្រុមហ៊ុនរថយន្តដែលមកផលិតក្នុងស្រុកផងដែរអានេះ CDC បានធ្វើគោលការណ៍ហើយទីផ្សារយើងប៉ុណ្ណឹងតើឲ្យកម្រិតប៉ុណ្ណាចំនួនប្រមាណហើយក្រុមហ៊ុនអីខ្លះប្រភេទអីខ្លះដើម្បីធានាថាក្រុមហ៊ុននីមួយអាចមានទីផ្សារលក់បានបើក្រុមហ៊ុន Ford គាត់តឡើងរោងចក្រសម្រាប់ផលិត 10000 គ្រឿងត្រូវធានាយ៉ាងហោចណាស់មួយចំនួនត្រូវធ្វើយ៉ាងណាពេលដែលទីផ្សារយើងរីកដល់ប៉ុណ្ណាចំនួនសឹងប៉ុណ្ណោះរីកតាមនឹងខ្ញុំថាយើងកុំប្រញាប់បាទរោងចក្រផលិតមួយចំនួនចាប់ផ្ដើមមកសុំខ្ញុំដើម្បីកំណត់ license ហើយថ្ងៃមុនក្រុមរោងចក្រស៊ីម៉ង់មាន8ហើយមាន license 3ទៀតដូច3ហើយ4ទេដូច12គាត់មកជួបខ្ញុំគាត់ថាសម្ដេចឥឡូវគ្រាន់តែ8ហ្នឹងផលិតលើស capacity ហើយតម្រូវការទីផ្សារក្នុងអញ្ចឹងខ្ញុំសូមឲ្យកំណត់សិនហើយសួរទៅអា3ទៀតនៅក្នុងដៃពួកគាត់ដដែលអញ្ចឹងខ្ញុំថាឲ្យមកអញ្ចឹងដើម្បីធានាក្រុមហ៊ុនភេសជ្ជៈក្រុមហ៊ុនស្រាបៀរខ្ញុំហាមខ្ញុំឈប់ឲ្យចេញ license ហើយដើម្បីផលិតនៅក្នុងស្រុកចែកចាយក្នុងស្រុកខ្ញុំឈប់ឲ្យ license ហើយមាន7 8ហ្នឹងបើសុំវិនិយោគដើម្បីនាំចេញ 100% ខ្ញុំឲ្យតែបើសុំផលិតក្នុងស្រុកមិនចាំបាច់ទៀតទេផលិតច្រើនហើយអញ្ចឹងសម្រាប់វិនិយោគធំដូចជារោងចក្រផលិតរថយន្តសម្រាប់ទីផ្សារក្នុងស្រុកយើងត្រូវគិតចំនួនណាតែបើសិនជាផលិតដើម្បីនាំចេញអានឹងរឿងផ្សេងបាទព្រោះដើម្បីការពារទីផ្សារសម្រាប់អ្នកនៅគេថាអ្នកនៅខាងក្នុងអញ្ចឹងបើលោកវិទ្យាក្រាស់គិតថាគោលនយោបាយដែលរដ្ឋាភិបាលគិតគូរអំពីការជួយដល់អ្នកដែលវិនិយោគស្រាប់នេះហើយជាឧទាហរណ៍នេះអ្វីដែលយើងគិតគូរសម្រាប់ដាក់មានស្រាប់បាទដើម្បីឲ្យគាត់ទុកលំហឲ្យគាត់អាចរីកបាទអញ្ចឹងការចូលមកថ្មីបន្ថែមត្រូវគិតគូរឲ្យមែនទែនដើម្បីធានាយ៉ាងណាបរិស្ថាននិងទីផ្សារមួយចំនួនដើម្បីលើកទឹកចិត្តអ្នកដែលមានទីផ្សារនៅខាងក្នុងប៉ុន្តែមិនមែនថាមិនប្រកួតប្រជែងទេមិនមែនផ្ដាច់មុខទេយើងមាន7 8ត្រូវប្រកួតប្រជែងដូចគ្នាកម្ពុជាអត់ប្រើច្បាប់ដើម្បីកំណត់ទេហើយសូមទោសអាយដាមសូមទោសលោកប្រធានដែលថាចង់ឲ្យរដ្ឋដាក់បញ្ជាទៅឲ្យក្រសួងស្ថាប័នទិញរថយន្តនេះទិញរថយន្តនោះពីក្នុង
មកដល់ម៉ោងនេះយើងទុកឲ្យវិស័យឯកជនគេថាទីផ្សារសេរីបើក្រុមហ៊ុន Ford លក់តម្លៃពិសេសទាបជាងក្រុមហ៊ុនផ្សេងទៀតឲ្យស្ថាប័នរដ្ឋនឹងទិញអត់លំបាកទេបាទពលរដ្ឋមិនអាចដាក់ត្រូវតែទិញ50គ្រឿងពី Ford ប៉ុន្តែភាគរយពីក្នុងស្រុកអត់ទេលក់តែថោកហើយគុណភាពល្អទៅគេទិញហើយកុំលំបាកបាទយើងកំណត់បែបហ្នឹងបានលិតគេថាឲ្យទីផ្សារសេរីបើនិយាយពីទីផ្សារសេរីយើងត្រូវប្រកាន់ជំហរទីផ្សារសេរីគ្រប់បាទអានឹងយើងប្រកួតប្រជែងនៅក្នុងនេះហើយខ្ញុំគិតថាការលើកលែងពន្ធការអនុគ្រោះពន្ធមួយចំនួនសម្រាប់ការផលិតក្នុងស្រុកនេះបានធ្វើឲ្យក្រុមហ៊ុនផលិតក្នុងស្រុកមានគេហៅភាពប្រកួតប្រជែងមួយហើយអំណោយផលមួយហើយប្រៀបនឹងក្រុមហ៊ុននាំចូលបាទឡានដូចគ្នាផលិតឆ្នាំដូចគ្នាបើនាំចូលទៅពន្ធខ្ពស់ផលិតក្នុងស្រុកវាពន្ធអញ្ចឹងទិញក្នុងស្រុកទៅលក់ក្នុងស្រុកបើអ្នកទិញគេទិញក្នុងស្រុកអញ្ចឹងលោកក៏លក់បានក្នុងស្រុកដែរកុំតែតម្លើងថ្លៃស្មើនឹងឡាននាំចូលបើលក់ថោកលក់គុណភាពល្អគឺទីផ្សារទិញហើយខ្ញុំសូមលើកទឹកចិត្តឲ្យក្រុមហ៊ុនបន្តធ្វើ marketing ហើយប្រកួតប្រជែងតាមការផ្ដល់នៅផលិតផលទំនើបគុណភាពល្អនិងតម្លៃកាន់តែសមរម្យជូនប្រជាពលរដ្ឋខ្មែរនឹងយើងចង់បានហើយរដ្ឋាភិបាលដូចគ្នាយើងអត់ប្រកាន់ទេកម្ពុជាអត់មានដាក់លក្ខខណ្ឌថារដ្ឋត្រូវតែទិញក្រុមហ៊ុនប៉ុណ្ណេះពីក្រុមហ៊ុនពីប្រទេសនេះអត់ទេប្រទេសខ្លះគឺគេដាក់លក្ខខណ្ឌប្រទេសខ្លះរដ្ឋស្ថាប័នរដ្ឋប៉ូលីសអីហ្នឹងត្រូវតែទិញឡានពីក្រុមហ៊ុនរដ្ឋក្រុមហ៊ុនផលិតក្នុងស្រុកអាហ្នឹងប្រទេសខ្លះគេដាក់លក្ខខណ្ឌបាទខ្ញុំចាំអាមេរិកឥឡូវដូចបើកហើយខ្ញុំចាំការខ្ញុំនៅរៀនពេលយើងបើកឡានលើ highway តែងតែមានប៉ូលីសតែប៉ូលីសមានប៉ូលីសគេហៅ mark មានសរែងពីលើប៉ូលីស unmark អញ្ចឹងឲ្យតែយើងបើករៀងលឿនតិចមើលឡានពីក្រោយបើឡានហ្នឹងមិនមែនឡានអាមេរិកកុំភ័យព្រោះរាល់គេថានាយកដ្ឋានប៉ូលីសរបស់កែតមួយត្រូវតែទិញឡានអាមេរិកអញ្ចឹងបើឡានមកអាមេរិកភ័យតែបើឡាន Toyota ឯងមិនមែនប៉ូលីសដឹងទៅតែឥឡូវអត់ទេដូចបើកហើយឲ្យទិញទាំងឡានព្រោះឡាន Toyota ខ្លះផលិតទៅដូចដែរតែនៅកម្ពុជាអត់ទេទីផ្សារសេរីគុណភាពល្អតម្លៃសមរម្យធ្វើយ៉ាងណាឲ្យយើងមានសន្សំសំចៃប៉ុន្តែឲ្យមានលទ្ធភាពប្រើប្រាស់របស់ល្អតាមរយៈការលើកទឹកចិត្តឲ្យក្រុមហ៊ុនផលិតការលើកទឹកចិត្តផ្សេងឲ្យការផលិតមានតម្លៃថោកចេញផលិតផលយកទៅលក់ជូនទីផ្សារថោកទាំងរដ្ឋទាំងស្ថាប័នរដ្ឋទាំងប្រជាពលរដ្ឋនេះគឺជាអ្វីដែលយើងធ្វើបាទហើយសូមឲ្យក្រុមហ៊ុន Ford ក៏ដូចជាគ្រប់ក្រុមហ៊ុនទាំងអស់ដើម្បីរួមគ្នាធ្វើកិច្ចការគេនេះបាទប្រកួតប្រជែងដោយសេរីរដ្ឋនឹងខិតខំព្យាយាមធ្វើយ៉ាងណាដើម្បីឲ្យគេថាទីលានប្រកួតប្រជែងនេះមានការស្វាភាពជាជំហានយើងនឹងខិតខំលក្ខណៈខុសគ្នាខ្លះរវាងនាំចូលនិងផលិតនៅខាងក្រៅនិងផលិតនៅខាងក្នុងប៉ុន្តែយើងនឹងខិតខំធ្វើយ៉ាងណាដើម្បីលើកទឹកចិត្តខុសគ្នាអញ្ចឹងខ្ញុំកិច្ចការងារនេះហើយចំពោះវិស័យឧស្សាហកម្មធុនធ្ងន់នៅកម្ពុជាជាពិសេសវិស័យរថយន្តនេះផងការសង្កេតការប្រើប្រាស់រថយន្តអគ្គិសនី EV នៅកម្ពុជាក៏មានកំណើនគួរឲ្យកត់សម្គាល់ហើយយ៉ាងណាមិញការប្រើប្រាស់ភាគច្រើននៅតែទីក្រុងនិងទីប្រជុំជនដែលអាចតាមបណ្ដាលមកពីស្ថានីយបញ្ចូលអគ្គិសនីនៅតាមខេត្តទៅមានកម្រិតខ្ញុំងាកមិញខ្ញុំយក Google មកខ្ញុំយក Google Map ខ្ញុំវាយ EV station នៅស្រុកខ្មែរយើងវាយចូលទៅឃើញច្រើនចេញមករូបឆាកហ្នឹងនៅក្រុងយើងច្រើនប៉ុន្តែនៅតាមផ្លូវរៀងខ្សត់បន្តិចបាទអញ្ចឹងសូមឲ្យក្រសួងរាយរដ្ឋាភិបាលប្រឌិតមើលជាមួយនឹងក្រុមហ៊ុនវិនិយោគដើម្បីប្រឌិតមើលការពង្រាយឲ្យបានច្រើនដើម្បីលើកទឹកចិត្តថ្ងៃមុនខ្ញុំឃើញបងអូនស្រីម្នាក់គាត់បរោះគាត់ថាគាត់ចេញពីសៀមរាបពីភ្នំពេញទៅសៀមរាបម៉ោង10យប់ឡានគាត់សល់តែ 30% ឯងហើយគាត់បញ្យល់ថាហេតុអីបានជាគាត់ហ៊ានចេញគាត់ថាខ្ញុំដោយសារខ្ញុំមើលនេះ Google មើលទៅឃើញតាមបដោយផ្លូវហ្នឹងមានស្ថានីយ៍បាទតាមផ្លូវជាតិលេខ6លេខអីមានតាមបដោយហ្នឹងមានខ្លះទៅហើយនៅដល់សៀមរាបមានច្រើនអញ្ចឹងខ្ញុំហ៊ានចេញទាំងយប់បាទប៉ុន្តែឡានដោយរថក្រុងតអស់ប្រេងដោយដុំដែក
ឡានកាន់តែទំនើបរុញកាន់តែធ្ងន់ជឿខ្ញុំចោះបាទជិះឡានសង្ហាពេលវាទៅមុខជិះអា Bentley ខ្លាំងជាងអា Toyota ជាងអា Prius ប៉ុន្តែបើសិនជាត្រូវអស់សាំងចុះរុញអា Prius សង្ហាជាងរុញអា Bentley ព្រោះ Bentley ចូលរាប់តោនអាដឹងហើយដែលត្រូវធ្វើម៉េចពង្រាយប៉ុន្តែសូមឲ្យគិតគូរអំពីស្តង់ដារសុវត្ថិភាពនិងគុណភាពបាទត្រូវធានាឲ្យបានដោយការ៉ាសាំងចឹងការ៉ាសាំងដោយក្រុមហ៊ុនខ្លះគាត់មានឌីប៉ូច្រើនបើគ្រប់គ្រងបានកន្លែងឌីប៉ូខ្លះកន្លែងចូលបណ្ដោយបាទចាក់មិនស្រួលខូចឡានតែ EV ដូចគ្នាដែរធ្វើមិនស្រួលដាក់មិនស្រួលឆេះស្ថានីយ៍ចឹងហើយបានថ្ងៃមុនខ្ញុំឲ្យសម្រេចឲ្យការគ្រប់គ្រងស្ថានីយ៍ EV នេះមករ៉ែនឹងធម្មពលដើម្បីស្តង់ដារគ្រប់គ្រងស្ថានីយ៍តែមួយចឹងកែពីសាធារណការដឹងជូនដោយសារសាធារណការដឹងជូនគាត់បានប្តូរផ្ដើមធ្វើកិច្ចការងារនេះពីអាណត្តិពុនមកមិនមានអីខុសទេគឺកាប់ផ្ដើមរុញប៉ុន្តែដើម្បីកុំឲ្យមានប្រតិកាលាហើយពិបាកធ្វើការស្ថានីយ៍មួយមានពី3ក្រសួងគ្រប់គ្រងយើងកែសម្រួលមកដើម្បីឲ្យឥឡូវដូចចូលមកក្រសួងរ៉ែនធម្មពលហើយតើបាទធ្វើផែនការរួមប៉ុន្តែមកការទូក៏ត្រូវបរ៉ែនធម្មពលព្រោះអានឹងយើងគិតថាដូចសាំងអញ្ចឹងបាទចាក់ប្រេងចាក់អីអានឹងក៏ដោយក្រសួងរ៉ែនធម្មពលដែរនៅក្នុងការគ្រប់គ្រងស្តង់ដារបាទទាំងអគិភ័យទាំងអីអញ្ចឹងនៅជាមួយគ្នាសូមធ្វើយ៉ាងណាព្រោះចង្កាលយកអានឹងយកទៅដាក់ចិត្តមិនស្រួលអត់ដឹងយកទៅដាក់នៅចិត្តស្តុកប្រេងហ្នឹងបដ ாய் បាទអានឹងត្រូវគិតគូរតឡើងវាយ៉ាងម៉េចអំពែវាយ៉ាងម៉េចចង្កាលដាក់មិនស្រួលឆេះទាំងអបសិទ្ធទឹកទៀតអញ្ចឹងសូមឲ្យយកចិត្តទុកដាក់ហើយសូមឲ្យវិស័យឯកជនទាំងអស់គិតគូរបែបនេះបាទគាត់ថាហេរត់យូរខ្ញុំធ្វើសិនប្រយ័ត្នឆេះសូមឲ្យគ្រប់គ្រងឲ្យបានធ្វើកិច្ចការគេទីយើងដើរយឺតបន្តិចប៉ុន្តែដោយមានភាពច្បាស់លាស់ទើបដើរឆ្ងាយហើយបើសិនជាមានបញ្ហាធ្វើឲ្យបាត់ទំនុកចិត្តទាំងអស់បាទអញ្ចឹងខ្ញុំសូមឲ្យធ្វើម៉េចស្តង់ដារបច្ចេកទេសនេះគឺប្រយ័ត្នប្រយែងហើយឡានអគ្គិសនីនេះគឺសូមឲ្យព្រោះមានរូបមន្តឡានឆេះមកកកោកនៅលើតាម Facebook ឡានអគ្គិសនីបើកឆេះទុកឆេះចង្កាលវារឿងអាគុយរឿងអីទាំងអញ្ចឹងសូមឲ្យមានការត្រួតពិនិត្យបច្ចេកទេសឲ្យបានស្រួលអានឹងខាងសាធារណការខាងអីព្រោះឥឡូវសាធារណការពិនិត្យបច្ចេកទេសរថយន្តកាលមុនយើងមានរថយន្តប្រេងរថយន្ត hybrid ឥឡូវយើងមានរថយន្ត EV ស្អីទៅបាទពេលទៅឈៀកធ្វើអីមិនស្រួលឆេះបាទសូមឲ្យមើលព្រោះឡានឆ្នៃចង្កាលបាទនៅប្រទេសជិតខាងគាត់ឆ្នៃពី gas ពីប្រេងសាំងមក gas ពីអីកែឆ្នៃខុសកន្លែងផ្ទុះអញ្ចឹងសូមឲ្យប្រឌិតពើស្តង់ដារសុវត្ថិភាពនេះគឺជាកិច្ចការសំខាន់បាទរត់នៅលើខ្នល់រត់នៅលើខ្នល់ព្រោះរថយន្តវាបង្កលក្ខណៈឲ្យអ្នកដទៃខ្ញុំចាំការផ្សាយពាណិជ្ជកម្មមួយរបស់នៅអាមេរិកការខ្ញុំរៀនឡាននីមួយគេតែងតែអួតអំពីស្តង់ដារសុវត្ថិភាពការពារអ្នកនៅក្នុងឡានគេអួតថាឡាននេះមានពង10ពង20ក្លាប់មិនអីប៉ុន្តែពេលជាមួយគ្នាគេបង្ហាញដែរថាមនុស្សនៅខាងក្រៅដែលឡាននឹងបុក1000ឆ្នាំមកនៅតែដដែលទេឆ្អឹងមនុស្សនៅតែពុកដូចគ្នាទេបានន័យថាម៉េចបានន័យថាឡានអស់លោកបច្ចេកវិទ្យាថ្មីទំនើបការពារអ្នកក្នុងឡានប៉ុន្តែបើកមិនប្រយ័ត្នធ្វើឲ្យបុកគេស្លាប់នៅខាងក្រៅមនុស្សនៅខាងក្រៅនៅតែស្លាប់ដដែលបាទអញ្ចឹងបានន័យថាម៉េចត្រូវគិតទាំងអស់នេះមិនមែនថាមនុស្សយើងខ្លាយទៅជាមនុស្សយន្តនោះទេឡានបុកលេងឈឺហើយទេបានន័យថាការគិតគូរពីសុវត្ថិភាពបើបើកដាច់កង់មួយបើកផ្ទុះធ្វើឲ្យអ្នកផ្សេងស្លាប់អញ្ចឹងការអនុវត្តកិច្ចការងារនេះគឺកិច្ចការសំខាន់ហើយខ្ញុំសូមឲ្យយកចិត្តទុកដាក់ទៅលើកិច្ចការងារនេះទី2ពាក់ព័ន្ធនឹងធម្មពលស្អាត
ដោយមានការលើកឡើងច្រើនពីវិស័យឯកជនច្រើនឡើងខ្ញុំសូមឲ្យក្រសួងរាយរដ្ឋាភិបាលសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធពិនិត្យលើលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធក្នុងការផ្គត់ផ្គង់ធម្មពលអគ្គិសនីស្របតាមស្តង់ដារ Clean Energy ដើម្បីបំពេញលក្ខខណ្ឌតម្រូវការក្នុងការនាំចេញនាំចូលទំនិញអានឹងគឺតាក់ទងហើយព្រោះឥឡូវប្រទេសខ្លះគឺបើសិនជារោងចក្រនឹងដើរដោយធ្យូងថ្មគេអត់នាំចូលទេផលិតផលចេញពីស្រុកហ្នឹងប្រទេសខ្លះក៏ដាក់លក្ខខណ្ឌហើយបាទបើសិនជាផលិតផលនៅរោងចក្រនឹងចេញពីប្រើប្រាស់ធម្មពលស្អាតគេឲ្យលក្ខខណ្ឌពិសេសចូលអញ្ចឹងគឺការគិតគូររបស់រាជរដ្ឋាភិបាលដែលយើងឈានទៅដល់ឆ្នាំ2050គេថាពី carbon neutral ហើយយើងឈានទៅដល់2030អាធាតុផ្សំនៃធម្មពលស្អាតឥឡូវយើង62%នៃធម្មពលទូទៅអញ្ចឹងយើងសង្ឃឹមថា2030យើងឈានទៅដល់70%ឆ្នាំទៅខ្ញុំឯកភាព23គម្រោងធំដូច 6000 លានជាងដែលមានទាំងវិរិយអគ្គិសនីមានទាំងសូឡាមានទាំងប្រព័ន្ធផ្សេង biomass អីដើម្បីធានានៅធម្មពលស្អាតឲ្យកាន់តែច្រើនអញ្ចឹងខិតខំធ្វើយ៉ាងណាដើម្បីផ្គុំគ្នាទៅលើកិច្ចការនេះប៉ុន្តែត្រូវវិភាគនិងសិក្សាជាប្រចាំទៅលើដំណោះស្រាយថ្មីហើយជាពិសេសនៅធានានៅនិរន្តរភាពរយៈពេលវែងបាទព្រោះបច្ចេកវិទ្យានីមួយសិតតែមានបញ្ហាកំណត់គេហៅកម្រិតរបស់វាអញ្ចឹងហើយបានជាការប្រើប្រាស់មានការប្រែប្រួលចុះឡើងសូម្បីតែ BP ឥឡូវក៏មានការកែស្រួលស្រេចរេចគេថាយុទ្ធសាស្ត្ររបស់ខ្លួនដែរតើប្រមាណភាគរយនៃការធានាលើធម្មពលស្អាតដែលយើងគិតហើយក្រៅពីនោះយើងបំពេញដោយស្អីហើយនៅក្នុងធម្មពលស្អាតនេះតើត្រូវមានស្អីទៀតបាទបើយើងធ្វើ 100% សូឡាពេលណាអត់ថ្ងៃយើងចប់ហើយអញ្ចឹងយើងមានវិរិយអគ្គិសនីដែលមានភ្លៀងអញ្ចឹងពេលណាមានភ្លៀងវិរិយអគ្គិសនីដើរពេលណាអត់ភ្លៀងវិរិយអគ្គិសនីមិនសូវដើរបានសូឡាយងបើអត់ទាំងពីរមានតែខ្យល់មានខ្យល់ដើរបើអត់ទាំងខ្យល់អត់ទាំងធម្មជាតិមាន biomass តើប្រមាណភាគរយដែលយើងអាចធានាបានពីការប្រើប្រាស់ធនធាននៅក្នុងស្រុករបស់យើងនេះគឺជាកិច្ចការសំខាន់តកតងនឹងការប្រើប្រាស់ធនធានក្នុងស្រុកខ្ញុំឃើញថ្ងៃមួយមានម្នាក់គេចេញមកគេថាភ្នំនៅស្រុកចិនភ្នំណាក៏គេធ្វើចការដែរតែភ្នំនៅស្រុកខ្មែរឃើញតែវាយថ្មខ្ញុំថាបើអ្នកទៅថតភ្នំដែលស្រុកចិនធ្វើចការប្រកាសជាឃើញចការហើយបើអ្នកទៅថតភ្នំនៅមណ្ឌលគិរីប្រកាសជាឃើញយើងដាំអាកាសយ៉ាហើយតែបើអ្នកថតទៅកន្លែងដែលយើងយកភ្នំថ្មដើម្បីធ្វើប្រកាសជាមានឃើញការវាយយកថ្មហើយចិនធ្វើហេដ្ឋារចនាប្រព័ន្ធក្នុងប្រទេសរបស់គេច្រើនណាស់សួរថាតើគេនាំចូលថ្មនាំចូលស៊ីម៉ងពីក្រៅឬទេអត់ទេគេប្រកាសជាយកនៅក្នុងស្រុកហើយគេប្រកាសជាយកហើយសំបីតែនៅអាមេរិកក៏គេយកផលិតគេមិននាំថ្មវាយចូលទេធ្វើ highway នៅអាមេរិកមិនទៅនាំថ្មធ្មុំពីមិចស៊ីកូឬកាណាដាទេវាថ្លៃគេវាយយកថ្មនៅខាងក្នុងប៉ុន្តែសំខាន់គឺការគ្រប់គ្រងដោយចីរភាពកន្លែងណាដែលត្រូវថែទាំកន្លែងណាដែលត្រូវអត់បើមិនចឹងតម្លៃនៃការដឹងជូនតម្លៃនៃការផលិតខ្ពស់យើងប្រកួតប្រជ្រះគេទេធនធានធម្មជាតិហើយអ្នកពេលខ្លះខ្ញុំពិបាកយល់ខ្ញុំបោកអត់ចេញតាមសម័យកាលបងប្អូនខ្លះគាត់ថាប្រទេសខ្មែរធនធានធម្មជាតិច្រើនណាស់ហេតុអីក៏ទៅខ្ចីគេមកវិនិយោគអ្នកជាមួយគ្នានឹងគាត់ថាខ្ទេចអស់ហើយធនធានធម្មជាតិអញ្ចឹងបើសិនជាប៉ះធនធានធម្មជាតិមិនបានហើយមិនឲ្យខ្ចីគេបើពាក់ព័ន្ធតើយើងយកពីណាខ្សាច់តើយើងត្រូវទិញពីគេទេតើយើងត្រូវទិញស៊ីម៉ងពីថៃរហូតយកមកធ្វើនៅស្រុកយើងទេបើយើងមានភ្នំនៅកពតតាំងពីដើមយើងធ្វើស៊ីម៉ងដើម្បីផ្គត់ផ្គង់ក្នុងស្រុកស៊ីម៉ងឥឡូវយើងអាចនិយាយបានថាស៊ីម៉ងក្នុងស្រុកយើងផ្គត់ផ្គង់80% នៅក្នុងប្រទេសរបស់យើងតម្លៃសមរម្យគុណភាពល្អហើយអាចធានាបានប៉ុន្តែអ្វីដែលសំខាន់គឺការធានានូវចីរភាពគ្រប់គ្រងធនធានធម្មជាតិដោយការទទួលខុសត្រូវ
chẳng hai ban chia đi đo thà bà câu cả đã đi khiêm ban ao cô cả ưu tiên họ thà ta phơi chiết mùi đại tử thư cái này vô thmó cứ vô cái này na ở miền cho bà lo cầm oi nơi kia rồi mùi ấy đó hai do cái này nâng thuộc bấy chỉ vì ai đang chun thay cái đó chỉ chiêng dương cờ vay cục cái này dương máu cái này na muối cục con cái này đang ngày bạn khiêm ban lúc nơi ở nhà bán ca oi ở nhà bán thầm ấy nó không cao rốt rốt đây nơi phải lòng cầm oi của bạn nè đại miền ở nhà bán hơi so với man mà nói bằng đi làm bán rồi thì ngày muốn khiêm ban đó lai sân bị phun môi nơi cái bột đại có ở vừa thứ đầm bay do mà vinh vì cầm hôn sinh sôm xì bong muối hái cả prai khai nắng tới chiết tê sẽ cho thọ phải chiết tại bà đó tại số tha ta dương ai đó thằng o thế dương mình ai thế bà đờ rạp na dương nơi tại thử cá thmò mịch đầm bay kẹo phơi dương trâu cá cả lại đầm bay vô thmò nơi con sọc hơi đờ rạp na dương trong ở miền la tập hiệp miền thmò thao chỉ chiêng tích còn tự tính bị kê màu đẻ cái dương trâu hơi đờ rạp na dương trong prao sạch nơi con bát tê bỏ dương thưa sầm nong chỉ chiêng sạch mà kíp còn tính bị bát tê chật khang đây dương toแต่miền la tập hiệp vô sạch từ con bát tê bàn tay vôอย่างna còn ở passport bát thản passport đó bị chôn đời viên đồng lọt sài nhưng hai đại trâu thưa ca vi phía cái này khác ngày môn cầm hôn mà chỉ đốn có sẽ có tha EIA nó do cái cái xuông Pakistan du na, bộ môi bộ bal khai, ở thì bật tê khác bay năm, cái sắc xa lom ắt na, bà hai bà dương mơ piveri cái này sắc xa rộp sắc năm, môn nâng ao thử, cất cú tiếng pi sát, đại nơi thì nông tệ tông pi thôn tiên to mà chia tiếng pi chia bờ ruột bà thử thơ là biết mấy cầm oi bạc bò hai thử cá đó sẽ giảm mấy cá thật đi tại bờ dương mình thưa với cái gì ban phượng màu bị nam mà cột cung nơi tiền đi được cái gì cái bồ sát vui miền ai cột cung ở cái gì sẽ mẹp bồ sát cam chả nó bạc cá nghe rót say cái này bờ dương ót ở nu tao dương tao thừa ấyประเทศกัมพูชีมันเป็นประเทศที่มวยได้ทั่ววิริยะกิจดีที่ในสหรัฐอเมริกาวิริยะกิจดีกล่าวมาเป็นนุยเคลียร์ยังมันตัดเทือนนุยเคลียร์ที่ปัจจุบันแต่มันแม้นทายยังบัดเจาะนุที่ในขนมเปลกำรัดน้ามวยได้ดำเนินการยังจำเป็นให้ยังอ้อลาตะเพียบไตขนมยังดังศึกษาประดิษฐ์เลยดิพอยังมันจองเชิงที่ធ្វើយ៉ាងណាដើម្បីឲ្យសេដ្ឋកិច្ចខ្មែរប្រជាជនខ្មែរកាន់តែរីកចម្រើនហើយការធានាភ្លើងអគ្គិសនីការធានាធម្មពលគឺជាកត្តាមួយជំរុញសេដ្ឋកិច្ចឥឡូវបើសិនជាអត់ភ្លើងអគ្គិសនីខ្ញុំគិតថាអ្នកទាំងអស់គ្នានៅទីនេះប្រហែលជានៅមិនសុខទេហេតុអីទី1ក្តៅទី2ល្ងិតសំខាន់ទី3ពេលទូរស័ព្ទអស់ថ្មនោះអានឹងពិបាកជាងគេម្នាក់បើសិនជាដកទូរស័ព្ទតាម24ម៉ោងគឺនៅស្ងប់ស្កល់បាត់អីមួយមិនខានដែលខ្ញុំលេងសើចថាប្រពន្ធមិននៅផ្ទះ3ថ្ងៃមិនសូវចាប់អារម្មណ៍ព្រោះមើលអានេះរហូតមើលគេតតបាល់មើលអីរហូតតែបើបាត់អានេះតែ5ម៉ោងបែរជាដូចបាត់អីមួយហើយបាទអាដាមស្នងការប្រកាសជាព័ត៌មានចាប់រហូតតាមនឹងបាត់ព័ត៌មានបាត់ទូរស័ព្ទអត់ដឹងពីណារាយការណ៍អីព្រោះឥឡូវរាយការណ៍តាម WhatsApp Telegram មកហើយបាទពីមុនវាយវិទ្យុតាក់ទងវាយអីបាទឥឡូវតាមនឹងលឿនអាវុធហត្ថដូចគ្នាកងទ័ពដូចគ្នាបាទមិនសូវអាយដាមកឹមសេងងនមិញខ្ញុំឃើញមើលប្រហែលមិនស្រួលគេកំពុងរាយការណ៍ការងារនៅកងពលមកទៀតបាទហើយបើសិនជាដាច់ភ្លើងអត់អីសាកទូរស័ព្ទប្រហែលជាមិនដឹងធ្វើម៉េចទេសម័យឥឡូវអ្នករត់អ្នកនាំសារជិះម៉ូតូក៏មិនលឿនជាង WhatsApp Telegram ដែរអញ្ចឹងបើសិនជាយើងគ្មានការផ្គត់ផ្គង់អគ្គិសនីគ្រប់គ្រាន់ទេឧស្សាហកម្មយើងក៏មិនដើរដែរកសិកម្មយើងក៏មិនដើរដែរកសិកម្មយើងឥឡូវភាគច្រើនគឺប្រើគ្រឿងយន្តដូចគ្នាដែរទេ
ការចិញ្ចឹមគោនៅកន្លែងខ្លះគេចិញ្ចឹមទុកលក់សាច់ឬចិញ្ចឹមទុកមើលទៅហើយខេត្តតាកែវផ្ទះខ្លះគាត់ចិញ្ចឹមអត់កាប់ទៀតគាត់ចិញ្ចឹមអត់អីទៀតគាត់ចិញ្ចឹមទុកគោបាគោអីណាឥឡូវគោបាក៏លែងគេហៅគេធ្លាប់ទៅហៅសំណាងឥឡូវលែងមានសំណាងហើយព្រោះគេចែកវិជាគេទៅអ្នកដឹងមិនដឹងសុំទោសនិយាយលេង